ទឹកទន្លេមេគង្គខេត្តកំពង់ចាមបានឡើងត្រឡប់មកវិញស្របពេលមានភ្លៀងធ្លាក់គ្រប់ឃុំសង្កាត់បន្ទាប់ពីទឹកទន្លេបានស្រកអស់ជាច្រើនថ្ងៃនៅថ្ងៃនេះបានឡើងត្រឡប់មកវិញនិងមានភ្លៀងធ្លាក់ផងដែរជាមួយគ្នានេះលោកអ៊ុំវិបុលប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាចំពោះស្ថានភាពទឹកទន្លេមេគង្គខេត្តកំពង់ចាមនៅថ្ងៃទី27ខែមិថុនាឆ្នាំ2025នេះទឹកទន្លេបានឡើងត្រឡប់មកវិញនៅកម្ពស់7ម៉ែត្របើធៀបនឹងថ្ងៃម្សិលមិញទឹកឡើងកម្ពស់ 0.16 ម៉ែត្រដែលឡែកកម្ពស់ទឹកនេះមានកម្ពស់ 15.2 ម៉ែត្រជាមួយគ្នានេះផងដែរចំពោះស្ថានភាពអាកាសធាតុវិញមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ចាមបានបញ្ជាក់ទៀតថាមានឃុំសង្កាត់ទាំងអស់ក្នុងខេត្តកំពង់ចាមមានបរិមាណភ្លៀងធ្លាក់តិចឬច្រើនកាលពីល្ងាចយប់ថ្ងៃទី26ខែមិថុនាឆ្នាំ2025